លោកគ្រូវាសួរលោកគ្រូបានវាសួរលោកគ្រូបងឯងនឹងដងឯងបើឯងត្រូវបង់លុយណាដល់គឺបើឯងទៅបង់អញ្ចឹងលោកគ្រូខ្ញុំមានថាអត់ទៅបង់ណាគ្រាន់តែលុយអត់ទាន់គ្រប់ហ្នឹងណាលោកគ្រូលោកគ្រូនេះសង្ហាដល់ហើយនេះលោកគ្រូមិនមកកាត់ទេលោកគ្រូកាត់មិនកាត់នឹងបានលុយណាបង់ឲ្យគេមើលសាច់ហ៎ឡាក់ទលុកទលន់នេះអត់ចាប់អារម្មណ៍ទេគេថាគេហ្នឹងចេះខាងហ្នឹងបង3-100000ទេចា3-100000តើកើតអត់ទេលោកគ្រូនេះខ្ញុំចង់មកនិយាយរឿងប្រាក់កម្ចីហ្នឹងខាងអ្នកខ្ចីនឹងរត់ឥឡូវអ្នកធានានៅខ្ញុំចង់ឲ្យពូជួយដោះស្រាយដោះស្រាយម៉ែអូនណាអូនឯងយកពីកម្ចីពូមិនដឹងលឺផងឥឡូវណែមកប៉ុណ្ណឹងពូមិនកើតពូតែបាទនិយាយចឹងចប់បាត់ហើយខ្ញុំស្នាឲ្យមុននោះអេធូគាត់ហ្នឹងតែហ្នឹងឡូមីងតែញ៉ៃនោះណាអាចតែមានធុងនៅពីមុខហ្នឹងមែនធុងហ្នឹងមែនវិញអាចតែធុងដៃ2ធុងនៅពីមុខហ្នឹងងល់តែហ្នឹងហើយតែទាំងម៉ែខ្ញុំចូលខ្ញុំចូលមកមកពីពូគ្រូអីណាងមែនចាអូខ្ញុំខំរត់ផ្ទះឡើងពេញហ្នឹងមកចេញអង្គុយមកគ្រូតើអង្គុយហ្នឹងហើយបងមានសួរបងមានសួរផ្លេចមានសួរចាបងអង្គុយហ្នឹងហើយបងស្រីមែនថាចង់ស្នើលុយខាងខ្ញុំចាបងបាយរស្នើលុយប៉ុន្មានដែរ5000ណាបងអូខាងខ្ញុំស្នើ5000កម្ចីលើសពី1000ឡើងទៅតើមានអ្នកធានាបងអត់ទេបងខ្ញុំមានអ្នកធានាតាមានទេលោកគ្រូអ្នកធានាខ្ញុំសួរអ្នកធានាចាអធិស្ឋានបងស្រីគាត់ធ្វើការខាងអីវិញខ្ញុំអូយលោកគ្រូពួកម៉ាក់ខ្ញុំអ្នកចងការលុយក្នុងភូមិហ្នឹងណាគួរទេអញមានចងការលុយស្អីខ្ញុំផ្ទះនេះដេកចេះតែចឹងអូថឹងល្អហើយបងខ្ញុំរត់តែចំណូលច្រើនហ្នឹងហ៎តោះលោកគ្រូរៀបចំឯកសារគាត់ខ្ចី5000ឯកសារហ្នឹងឯកសារមកចឹងបងអ្នកខ្ចីជួយដល់ម្ដងលេងណាលោកគ្រូដិតហើយណាក៏បាននេះដៃឈ្មោះបាយហ្នឹងចេះដិតលេងណាបានបងអ្នកធានាបងខ្ញុំចង់បញ្ជាក់លក្ខខណ្ឌបាយអ្នកខ្ចីស្មើនឹងអ្នកធានាស្មើអ្នកខ្ចីបើបងអត់បង់បងអ្នកខ្ចីអត់បង់បងអ្នកបង់អត់អីលោកគ្រូខ្ញុំបងចាំតែបាទអីបាយចំណូលច្រើនហ្នឹងអីហ្នឹងចាបើដាក់លុយនេះបានច្រើនហើយពីតាមចឹងចង់បញ្ជាក់បងណាម៉ោង3បងអាចទៅបើកលុយបាននៅកន្លែងណាបងចាលោកគ្រូគុណច្រើនបងមានលៀងមិនបងអើយបងចាទេចាពីណាគេហៅអីហ្នឹងលោកគ្រូវាសួរលោកគ្រូបានវាសួរលោកគ្រូបងឯងនឹងដងឯងបើឯងត្រូវបង់លុយណាដល់គឺបើឯងទៅបង់អញ្ចឹងលោកគ្រូខ្ញុំមានថាអត់ទៅបង់ណាគ្រាន់តែលុយអត់ទាន់គ្រប់ហ្នឹងណាលោកគ្រូលោកគ្រូនេះសង្ហាដល់ហើយនេះខ្ញុំកំងតើអីខ្ញុំកឹងនៅម្លាស់ដែរហ្នឹងវិញមកយើងរាប់អានគ្នាទៅអីគេថាគេហ្នឹងចេះតែការបង់លុយនឹងបង់លុយដែរឡើយលោកគ្រូមិនមកកាត់ទេលោកគ្រូកាត់មិនកាត់នឹងបានលុយណាបង់ឲ្យគេមើលសាច់ហ៎ឡាក់ទលុកទលន់នេះអត់ចាប់អារម្មណ៍ទេកាត់ខាងហ្នឹងបង3-100000ទេចា3-100000តើកើតអត់ទេលោកគ្រូកាត់3-100000ចាខ្ញុំបង់គេថាគេហ្នឹងចេះអីចែបងថ្ងៃអត់ឃើញទៅបងលុយបងអីលុយក៏មិនទាន់បងទូរស័ព្ទក៏ទេមិនចូលយ៉ាងម៉េចនេះនៅផ្ទះអត់មានសួរបងមានសួរចាមានសួរបងចាស់ផ្ទះនេះទៅណាម្ចាស់ផ្ទះនៅផងម្ចាស់ផ្ទះហ្នឹងលក់ឲ្យខ្ញុំបាត់អីហើយឯងមកគេបងត្រូវការនេះហ្នឹងខ្ចីលុយហ្នឹងម្ចាស់ផ្ទះហ្នឹងស្នើលុយខាងខ្ញុំហើយមិនទាន់មកបានមួយខែផងហើយលក់ផ្ទះមិនហ្នឹងទេខ្ញុំអត់ដឹងទេវាទៅនៅខាងប្តីវាបាត់ហើយអានេះផ្ទះខ្ញុំមិនទិញដាច់ហីអញ្ចឹងខ្ញុំអត់ដឹងទេទៅរកវានៅណានៅណីខ្ញុំអត់ដឹងទេបាយអត់ដឹងគាត់ទៅណាមែននេះចុះអត់ដឹងទេដឹងនៅខាងប្តីវានៅណានៅណីអត់ដឹងទេនៅអ្នកធានាមកទៀតចាំបងខ្ញុំរៀបលាចាធានាផ្លែតបងលាទៅអើយចា
ទៅផ្ទះអត់បងចាស់ផ្ទះបងចាស់ផ្ទះ ណារើអីហ្នឹង វាសួរបង ចាលោកគ្រូ ហ្នឹងហើយបងនេះខ្ញុំចង់មកផ្ដល់ទៅនឹងប្រាប់បងតិចហ្នឹងណាបងចាណាខ្ញុំទៅទាលុយគាត់បែរមកពេលខ្ញុំទៅដល់ផ្ទះគាត់លេងម្ចាស់ផ្ទះផ្សេងមិនជាផ្ទះគាត់ហ្មងថាផ្ទះហ្នឹងលក់បាត់ហើយ ចុះឥឡូវធ្វើម៉េចទៅលោកគ្រូ ហ្នឹងហើយបងធ្វើម៉េចខ្ញុំបានបញ្ជាក់ប្រាប់បងមុនប្តីម្ដាយហើយថាបើសិនជាអ្នកខ្ចីមិនសងគឺបងអ្នកធានាត្រូវបងសងជូនជំនួសអ្នកខ្ចីទាំងអស់ ហេលោកគ្រូធ្វើចឹងមិនកាត់លុយខ្ញុំបានចាយ100ផងខ្ញុំមានលុយបងទេ ចង់អត់កើតទេបងចឹងខ្ញុំឡើងទៅដល់មេភូមិណោះព្រោះបាយអ្នកធានាបាយត្រូវបងសងមកអ្នកខ្ចីរត់បាត់ហើយ ហេដល់ណាដល់ណីតើខ្ញុំមិនដឹងទេខ្ញុំគ្មានលុយបងទេពួកឯងឡើងដល់ផ្ទះមេពុំឡើងតើខ្ញុំមិនដឹងទេ អូចឹងអត់អីចាំជួបគ្នានៅផ្ទះមេភូមិចឹងខ្ញុំលាសិនហើយលាបង ចាលោកគ្រូ លោកពូមកសុខមួយបាទហើយមួយជួយណាវិញនេះខ្ញុំចង់មកនិយាយរឿងប្រាក់កម្ចីហ្នឹងខាងអ្នកខ្ចីនឹងរត់ឥឡូវអ្នកធានានៅខ្ញុំចង់ឲ្យពូជួយដោះស្រាយដោះស្រាយមែនអូនណាអូនឯងចាប់ពីកម្ចីពូមិនដឹងលឺផងឥឡូវណែមកប៉ុណ្ណឹងពូមិនកើតពូសែនមិនចេញបាទនិយាយចឹងចប់បាត់ហើយខ្ញុំ